ចាហ្នឹងខ្ញុំមកប្រាប់ឆ្នាំខ្មែរសម្រាប់អ្នកដែលអស់ជំរឿពីកន្លែងពេទ្យចឹងបងប្អូនដែលមានបញ្ហារលាកស្រោមខួរឬក៏គេហៅថារលាកខួរក្បាលបងប្អូនងាកមកប្រើសាកល្បងជាមួយនឹងឱសថបុរាណខ្មែរដូនតាយើងវិញម្ដងចឹងឱសថនេះមានតែ3មុខទេហើយមិនពិបាករកទេទី1បងប្អូនរកដៃគោលយើងយក7ដៃគោលមកយកអា5ហ៊ុនឬក៏6ហ៊ុនចាទី2យកកូនក្តាមតាមវាស្រ័យហ្នឹងចាយក7មកខែធ្លាក់ភ្លៀងខែភាសាចេះមានដែរបងប្អូនចាទី3យកផ្លែតឡាចដែលយើងស្លហ្នឹងចាយកប្រប៉ិនកដៃមកចាហើយយើងបានរូបមន្តទាំងអស់នេះហើយយកទៅដាក់ដាំទឹកហូបជាប្រចាំទៅចាវិធីនេះសម្រាប់បងប្អូនស្រីទៅតែសម្រាប់កូនហើយហាមហូបចាចឹងបងប្អូនធ្វើហូបជាប្រចាំទៅជំងឺទាំងអស់ហ្នឹងគឺបានធូរស្បើយហើយបងប្អូនណាចាព្យាយាមហូបបានជាចឹងការចែករំលែករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនសូមអរគុណច្រើនថ្នាំព្យាបាលជំងឺបាត់ស្ពឹកដៃស្ពឹកជើងបងប្អូនដែលមានបញ្ហាទាំងអស់នេះបើរកថ្នាំមិនត្រូវវាអាចបញ្ហាតូចទៅជាបញ្ហាធំបានប្រសិនបើបងប្អូនរកថ្នាំព្យាបាលមិនត្រូវតែអញ្ចឹងមកមើលពីវិធីទាំងអស់នេះងាយស្រួលធ្វើងាយស្រួលរកហើយមិនចាំបាច់ចំណាយលុយទៀតចាបងប្អូនកុំភ្លេចជួយ share ចែករំលែកតម្នាក់មួយដើម្បីឲ្យបងប្អូនអ្នកដែលគាត់មានបញ្ហានេះឲ្យគាត់យកទៅធ្វើតាមតែអញ្ចឹងមកដឹងអំពីរូបមន្តទាំងអស់នេះចាទី1គឺមានម្រេចខ្មៅទី2មានមើមស្មៅកវានជ្រូកទី3មានវល្លិបណ្ដូលពេជ្រចារូបមន្តទាំងអស់នេះគឺមាន3មុខវិធីធ្វើងាយទី1បងប្អូនរកវល្លិបណ្ដូលពេជ្រនេះហាន់ជាចំណិតស្ដើងមកយក10ចំណិតបន្ទាប់មកយកម្រេចខ្មៅ1ស្លាបព្រាកាហ្វេបន្ទាប់មកយកមើមស្មៅកវានជ្រូកនេះ20គ្រាប់យករូបមន្តទាំងអស់នេះដាក់ដាំទឹកចំនួន2លីត្ររំងាស់ឲ្យបាន30នាទីវិធីហូបក្នុងមួយថ្ងៃ3ដងហូបមុនបាយ30នាទីមួយដងគឺ1កែវមកចាបើសិនជាបងប្អូនមានអាការៈស្ពឹកខ្លាំងយើងអាចហូប4ដងបានមុនពេលគេងម្ដងទៀតទៅបងប្អូនចាបងប្អូនឃើញហើយបើមានអាការៈបែបហ្នឹងបងប្អូនធ្វើហូបទៅវិធីនេះល្អណាស់បងប្អូនណាចាគឺវាជួយសម្រួលដល់សរសៃបងប្អូនដេកមិនសូវលក់មិនបានស្កប់ស្កល់ងើបឡើងរាងកាយខ្សោយអស់កម្លាំងលហិតលហៃវិធីនេះអាចជួយបងប្អូនបានរូបមន្តទាំងអស់នេះគឺមាន5មុខទី1មានផ្លែក្រូចសើចទី2មានផ្លែក្រូចឆ្មាទី3មានមើមខ្ញីទី4មានម្រេចខ្មៅទី5មានទឹកឃ្មុំរបៀបធ្វើយើងយកមើមខ្ញីយកផ្លែក្រូចឆ្មាផ្លែក្រូចសើចបរិមាណឲ្យស្មើគ្នាលាងទឹកឲ្យស្អាតហាន់ជាចំណិតស្ដើងបន្ទាប់មកយើងមានកន្លអីស្អាតមួយមកក្រោយពេលដែលយើងបានហាន់ហើយយើងចាក់ចូលកន្លចាបន្ទាប់មកយើងបន្ថែមជាមួយនឹងទឹកឃ្មុំមកសំល្មមរួចបងប្អូនបន្ថែមជាមួយនឹងម្រេចខ្មៅនេះ1ស្លាបព្រាកាហ្វេចាត្រាំរយៈពេល1ខែចាក្រោយពេលដែលបាន1ខែហើយបងប្អូនយករូបមន្តទាំងអស់នេះយកមកកឡុកឬក៏យើងកិនឲ្យម៉ត់ចារួចយើងដាក់ចូលក្នុងកន្លវិញទៅណាចាវិធីហូបក្នុងមួយថ្ងៃ1ដង2ស្លាបព្រាកាហ្វេចាបងប្អូនចង់ហូបជាសុទ្ធក៏បានឬក៏យើងចង់លាយជាមួយនឹងទឹកក្តៅក៏បានដែរណាបាទដូចគ្នាក្នុងមួយថ្ងៃ1ដងបញ្ជាក់ប្រាប់បងប្អូនថានៅពេលដែលយើងត្រាំក្នុងមួយថ្ងៃអញ្ចឹងយើងកឡុកវាម្ដងទៅឬក៏2ដងទៅណាដើម្បីឲ្យវាចេញជាតិថ្នាំចូលគ្នាបងប្អូនណាចាចឹងវិធីនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនងាយស្រួលទេបងប្អូនអរគ្នាដែលពិបាកដេកអ្នកដែលដេកមិនបានឆ្អែតមិនបានស្កប់ស្កល់ណាធ្វើវិធីនេះហូបទៅវាជាឱសថធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពទេធ្វើឲ្យសុខភាពរបស់យើងនឹងរឹងមាំបានផងដែរណាចាសូមអរគុណតោះបងប្អូនដែលមានជំងឺទាំងអស់នេះមកស្ដាប់ប្រសាសន៍អ្នកគ្រូចែករំលែកឱសថបុរាណខ្មែរយកទៅព្យាបាលទាំងអស់គ្នាដោយមិនចាំបាច់ចំណាយលុយច្រើនចាជម្រាបសួរបងប្អូនថ្ងៃនេះអ្នកគ្រូមកចែកចាយពីឱសថបុរាណខ្មែរដែលព្យាបាលជំងឺស្រុតស្បូនណាបងប្អូនចាអញ្ចឹងបងប្អូនដែលមានស្បូនស្រុតបូនលូនហើយនឹងឬដងបាតចាអាចទទួលទាននៅឱសថនេះបានដូចគ្នាហើយឱសថនេះមិនសម្រាប់តាអ្នកស្រុតស្បូនឬដងបាតទេសំបីតាអ្នកពកកឬក៏ដោះសាច់ក្នុងបំពង់កឬក៏ដោះសាច់ក្នុងស្បូនអីក៏អាចទទួលទានបានដូចគ្នាណាបងប្អូនណាចាអញ្ចឹងបងប្អូនយក3យកសភៅមកគាត់ឲ្យជួយshareវីដេអូរបស់អ្នកគ្រូផងចាតបងអ៊ំពូមីងយកសបកកសាំងចាយើងយកវាមកដល់យើងកាត់ចិញ្ច្រាំវាទុយហើយដាក់ហាលវាទៅបន្ទាប់មកយកដើមដង្កៀបក្តាមចាក៏កាត់ចិញ្ច្រាំដូចគ្នាចាដាក់ហាលវាមកដប់ហើយយើងអាចយកមកដាក់ចូលគ្នាបានណាដាក់វាចុបផ្សេងចាបន្ទាប់មកយកសបកអំពិលជូរចាដើមអំពិលយើងនឹងស្ទោះយកសបកវាចា
យើងកាប់ចិញ្ច្រាំដូចគ្នាបន្ទាប់មកយើងយកសបកថ្ងាន់ចាសបកថ្ងាន់ក៏យើងកាប់ចិញ្ច្រាំដូចគ្នាចាបន្ទាប់មកទៀតយកដើមគេហៅស្រុកស្ដោចាយកស្រុកស្ដោហ្នឹងណាដើមវាត្រួយវាគេយកមកទទួលទានធ្វើជាលក់អីចឹងណាបងប្អូនណាចាយកវាមកដល់យើងកាប់ចិញ្ច្រាំដូចគ្នាចាអាសតទាំងអស់នេះគឺបកែស័ក្តិសិទ្ធិកសាំងក៏ដូចគ្នាចាសបកយកសបកវាយកដើមវាក៏បានយកសបកវានឹងក៏បានណាបងប្អូនណាបន្ទាប់មកទៀតយើងយកសបកពោដើមពោយើងហ្នឹងបងប្អូនចាស់ស្ទុះយកសបកវាមកអញ្ចឹងបងប្អូនកាប់ចិញ្ច្រាំវាហាលឲ្យស្ងួតយកតែមកចប់តិចទេបងប្អូនយកតិចទៀតដល់យកច្រើនទេចាយកតិចចឹងទៅយកមកដាំទឹកចំនួន2លីត្រទទួលទានក្នុងមួយថ្ងៃ3ដងម្ដងមួយកែវប៉ុណ្ណេះមកចាអញ្ចឹងតើជំងឺពកកស្រុតស្បូនដុំគីកន្លែងណាក៏ដោយរហូតដល់តែជាសាច់កាចទៅជាមហារីកអញ្ចឹងស្រុតស្បូនដែលធ្វើឲ្យហូរឈាមមករហូតកាលណាទទួលទានអាសតនេះគឺបកាយចាយើងកើតឬដងបាតចាឬដងបាតតែពេលវាហូរឈាមមករហូតអញ្ចឹងកាលណាទទួលទានបែបនេះគឺវារួញវាឈប់ឈឺហើយក៏ជាសះស្បើយ 100% អញ្ចឹងសូមអ៊ំពូមីងជួយសេវីដេអូនេះទុកកត់ទុកក៏បានដែរបើអ៊ំពូមីងចង់កត់ទុកក៏បានដែរហើយលេខទូរស័ព្ទរបស់អ្នកគ្រូមានតែមួយខ្សែទេ076 691 0399ថ្ងៃនេះអ្នកគ្រូធ្វើដំណើរទៅភ្នំពេញតែមុននឹងធ្វើដំណើរអ្នកគ្រូចង់ជម្រាបប្រាប់ពុកម៉ែបងប្អូនថាអ្នកគ្រូមានបន្លែបកាទៅចែកជូនដល់ពុកម៉ែបងប្អូនទៀតហើយក៏ទៅកន្លែងព្រះអង្គចាបន្ទាប់ពីរួចរាល់ទៅកន្លែងព្រះអង្គហើយបានហួសទៅភ្នំពេញហើយបងប្អូនអត់មានពេលសម្រាប់ទេអ្នកគ្រូហត់ណាស់ហើយបន្លែបកានេះធម្មជាតិបងប្អូនអានេះនៅមុខផ្ទះទេមិនមែននៅចកាទេអានេះគាត់តែជាមុខផ្ទះផ្នែកនៃមុខផ្ទះបងប្អូនមែនអត់ជីវិតអ្នកស្រែសម្ការអញ្ចឹងណាបងប្អូនចាដាំអញ្ចឹងលោកពុកទេអ្នកដាំមិនមែនអ្នកម៉ែអ្នកដាំទេព្រោះអ្នកម៉ែគាត់នៅមើលអូនហ្វូនៅសៀមរាបអញ្ចឹងនេះជាបន្លែបការបស់លោកពុកហើយនៅចកាខាងក្រៅច្រើនស្ដុកបដោយគឺណែនផ្អឹសហើយអ្នកគ្រូមានតាំងពីលពៅមានបន្លាចមានតសក់អីស្អីគេខ្លះទេបងប្អូនទៅចែកជូនដល់អ៊ំពូមីងហើយអ្នកខ្លះក៏សួរពីថ្នាំលាបសក់នោះបងប្អូននោះដើមនោះបងថ្លៃអ្នកគ្រូដាំនោះដាំបានតិចថ្ងៃនោះគុំចាអញ្ចឹងពេលលាបទៅវាលាងប្រឡាក់ក្បាលបន្តិចប៉ុន្តែធ្វើមិនទេចាំបន្តិចទៅយើងកក់សក់ទៅវាទៅអស់ហើយសក់ក្បាលគឺខ្មៅក្រផាច់ត្រង់ដូចបន្ទាត់ចឹងបងប្អូនមើលសក់ក្បាលអ្នកគ្រូកណាដែលយើងលាបអាថ្នាំនឹងហើយគឺមិនថ្នាំទេគាត់ទៅជាឫសឈើតាគាត់ជានោះស្មៅតានោះស្មៅតាគេហៅថាដើមប្រមាត់មនុស្សអ្នកគ្រូលាបតែដើមប្រមាត់មនុស្សទេចាសក់ក្បាលត្រង់ភ្លឹងដូចគេអ៊ុតត្រង់ចឹងមិនបាច់ចាំខ្វល់ហើយមើលហើយដោះក៏ដោះដូចកម្មប្រមាចឹងបងប្អូនឲ្យតែកក់ឲ្យតែយើងលាបស្បែកក្បាលចឹងទៅបងប្អូនញីស្បែកក្បាលទៅកន្លែងណាដែលយើងមើលទៅថាយើងមានស្កូវក៏លាបហើយពេលសល់ក៏យកមកជូតសក់ក្បាលគ្រប់កន្លែងទៅបើមិនសល់ទេក៏អត់ចឹងណាបងប្អូនចឹងបងប្អូនជួយ share វីដេអូរបស់នេះផងចាសូមអរគុណ